ស្គាល់ពីសត្វទូចពណ៌លឿងខាងជើងទាំងអស់គ្នានៅកម្ពុជាសត្វប្រភេទនេះមាននៅក្នុងតំបន់អូសៀនជាតិវឿនសាយសៀនប៉ាងដែលមានទីតាំងនៅក្នុងទឹកដីរតនគិរីនិងស្ទឹងត្រែងសត្វទូចពណ៌លឿងជាថនិកសត្វហើយវាគ្មានកន្ទុយនោះទេគេអាចកត់សម្គាល់ភេទសត្វទូចនេះបានដោយសារទូចឈ្មោលមានសម្បុរពណ៌ខ្មៅលើកលែងតែពណ៌មានរោមពណ៌លឿងចំណែកសត្វញីវិញពេលវាពេញវ័យវាមានពណ៌លឿងស្លាទុំដោយមានកញ្ចុំរោមពណ៌ខ្មៅនៅពីលើក្បាលរបស់វាកូនតាមពីភេទរបស់វាមានពណ៌លឿងប៉ុន្តែនៅពេលដែលកូនទូចឈ្មោលដល់ពេលពេញវ័យវានឹងបដូរពណ៌ទៅជាពណ៌ខ្មៅដូចជាឪពុករបស់វាអញ្ចឹងជាធម្មតាវារស់នៅក្នុងក្រុមតូចៗពី2ទៅ5ក្បាលពួកវាចំណាយពេលជាច្រើនម៉ោងនៅលើដើមឈើខ្ពស់ៗអាហាររបស់វានោះរួមមានផ្លែឈើត្រួយឈើផ្កានិងសត្វល្អិតតូចៗជាដើមទូចញីបង្កើតកូនម្ដងបានតែមួយគត់បន្ទាប់ពីពពុះអស់រយៈពេល210ថ្ងៃក្រោយពីមានកូនរួចវាសម្រាករយៈពេល2ទៅ3ឆ្នាំទើបវាយកកូនម្ដងទៀតទូចញីនិងទូចឈ្មោលចូលចិត្តបន្លឺសំឡេងលឺរួមគ្នានៅពេលព្រឹកដែលអាចលឺពី1ទៅ2គីឡូម៉ែត្រអាស្រ័យលើស្ថានភាពគម្របព្រៃសត្វទូចពណ៌លឿងខាងជើងមានសារៈសំខាន់ណាស់កាលពីឆ្នាំ2010អ្នកស្រាវជ្រាវបានរកឃើញវត្តមាននៃសត្វទូចពណ៌លឿងខាងជើងថាជាទូចប្រភេទថ្មីមានវត្តមាននៅតំបន់ហ្វឺនសាយសៀនប៉ាងនេះអង្គការ CI ក្រសួងបរិស្ថានមន្ទីរពាក់ព័ន្ធនិងសហគមន៍មានគំនិតផ្ដួចផ្ដើមបង្កើតតំបន់ទេសចរណ៍ធម្មជាតិសត្វទូចពណ៌លឿងខាងជើងដែលអាចឲ្យអ្នកទស្សនាអាចស្ដាប់និងមើលឃើញសត្វទូចនៅក្នុងព្រៃធម្មជាតិការពារទីជម្រករបស់សត្វដ៏សំខាន់នេះនឹងបានបង្កើតប្រភពចំណូលសម្រាប់សហគមន៍តាមរយៈការនាំភ្ញៀវទេសចរទៅទស្សនាសត្វទូចបក្សីក៏ដូចជាជីវៈចម្រុះផ្សេងទៀតសត្វទូចពណ៌លឿងខាងជើងជាប្រភេទសត្វកំពុងរងគ្រោះចិត្តប្រពូជក្នុងបញ្ជីក្រហមរបស់អង្គការ IUCN ហើយវាកំពុងទទួលរងគ្រោះថ្នាក់ដោយការបរបាញ់ទាក់ឆាប់ការបាត់បង់ទីជម្រកជាដើមយល់ដឹងពីសត្វព្រៃផ្សេងទៀតនៅក្នុងប្រទេសកម្ពុជាតាមរយៈកម្មវិធីរៀនពីសត្វព្រៃជាមួយ CI